ការប្រកួតពីយមមិញផងដែរបងប្អូនបាទរំលឹកការប្រកួតបន្តិចបាទការប្រកួតនៃក្របខ័ណ្ឌ UEFA Champions League បាទ Real Madrid បាទជាមួយនឹង Bayern Munich បាទយប់មិញយ៉ាងណាដែរបងប្អូនបាទលទ្ធផលបាទអាចទទួលយកបានអត់ទៅបាទលទ្ធផលស៊ីយ៉ាងតានតឹងតែម្ដង Real Madrid មិនអាចក្បែរបាទ Bayern បានទេលទ្ធផលបានត្រឹមតែ2-1បាទយប់មិញបងប្អូនបាទស៊ីយ៉ាងតានតឹងតែម្ដងបាទរកក្របចុងក្រោយបានពីកាលៀនអមអប៉េបាទធ្វើយ៉ាងណាទេបងប្អូនបាទអេដមីនក៏សៀងដែរបងប្អូនអ្នកយករៀលម៉ាឌ្រីតកាលពីយប់មិញបងប្អូនបាទចប់ហើយបាទចប់ទាំងអេដមីនបាទចប់អ្នកគ្រប់ត្រូលទៅរៀលម៉ាឌ្រីតកាលពីយប់មិញផងដែរបងប្អូនបាទហើយបើនិយាយពីអ្នកស្រឡាញ់ទៅលើរៀលបាទខកបំណងយ៉ាងធំតែម្ដងក្នុងជើងទី1ចាំមើលជើងទី2អាចនឹងសងសឹកបានអត់មើលទៅបាទចាំមើលតើជើងទី2ទៅជាយ៉ាងណាបាទអរគុណច្រើនសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយបើបងប្អូនចង់វិនិយោគបាល់ទាត់កុំភ្លេចចូលទៅក្នុងក្រុមបងបាល់របស់ admin ចុចទៅលើ bio TikTok ឬក៏ description នៅលើ Facebook page ចូលទៅលេងជាមួយ admin ទាំងគ្នាបាទតោះ